វីដេអូមួយនេះខ្ញុំសួររកអ្នកណាខ្លះដូចខ្ញុំក្នុងចំណោមការរៀនណារៀនសូត្រដែលមាន3ប្រភេទមានទី1អ្នកចូលចិត្តអានទី2អ្នកចូលចិត្តសរសេរទី3អ្នកចូលចិត្តស្ដាប់អញ្ចឹងនៅក្នុងចំណោមអានសរសេរហើយនិងស្ដាប់ហ្នឹងខ្ញុំមាន2ខ្ញុំចូលចិត្តអានខ្ញុំចូលចិត្តស្ដាប់តែខ្ញុំអត់ចូលចិត្តសរសេរទៅធ្វើឲ្យខ្ញុំមិនសូវពូកែនៅផ្នែកអក្សរសាស្ត្រហើយខ្ញុំក៏មិនសូវបានចំណាំនិយាយចំគឺខ្ញុំអត់សូវផ្ដោតលើការសរសេរប្រហែលទេទៅឲ្យអក្សរខ្ញុំអត់ស្អាតហើយនឹងអក្ខរាវិរុទ្ធរបស់ខ្ញុំមិនសូវត្រូវជាអ្វីដែលជាចំណុចខ្វះខាតរបស់ខ្ញុំក្នុងជីវិតមួយនេះបណ្ដាលវីដេអូខ្ញុំទាំងអស់ខ្ញុំចូលចិត្តផ្ញើសារជាសំឡេងជៀសវាងឲ្យបានច្រើនអំពីការសរសេរមូលហេតុឲ្យតែសរសេរគឺមានអារម្មណ៍ថាខុសមិនតិចពាក្យទេហើយក៏ជាអាម៉ាស់មួយរបស់ខ្ញុំដែលខ្ញុំជាកូនខ្មែរហើយខ្ញុំសរសេរអក្សរសាស្ត្ររបស់ឯងមិនស្ទាត់ជំនាញបរទេសមិនចេះហើយអក្សររបស់ឯងហ្នឹងក៏មិនជំនាញទៀតអញ្ចឹងវាជាកំហុសរបស់ខ្ញុំទើបបានខ្ញុំសុំការអធិស្ឋានមួយទៀតអ្វីដែលខ្ញុំចង់ផ្ដោតគឺខ្ញុំចង់ផ្ដោតថាខ្ញុំចូលចិត្តអានខ្ញុំចូលចិត្តស្ដាប់ពេលដែលខ្ញុំបានអានណាខ្ញុំមានអារម្មណ៍ថាខ្ញុំមានក្តីសុខទើបខ្ញុំចូលចិត្តអានសៀវភៅចម្លែកមួយទៀតបើទោះបីជាភ្នែកខ្ញុំកំពុងតែអានក៏ដោយមានសម្លេងអ្វីកាត់តិចខ្ញុំស្ដាប់បានទាំងអស់មានពេលខ្លះកាលដែលខ្ញុំនៅក្មេងខ្ញុំអាចមើលសៀវភៅហើយខ្ញុំអាចមើលរឿងនៅក្នុងទូរទស្សន៍មួយខ្ញុំអាចស្ដាប់ល្ខោនរឿងដែលគេចាក់ក្បែរខ្លួនខ្ញុំបានទៀតស្ដាប់ទៅដូចជាមានអារម្មណ៍ថាប្រហែលជាខ្ញុំអួតទេមែនទេប៉ុន្តែនិយាយពីចំណុចខ្លាំងនិងចំណុចខ្សោយខ្ញុំចែករំលែកវីដេអូមួយនេះទៅដល់ឪពុកម្ដាយទាំងអស់គ្នាដែលមានកូនណាកូនរៀនណាត្រូវសង្កេតមើលកូនថាតើកូនរបស់កូនក្មួយទាំងអស់គ្នាគាត់ពូកែលើអ្វីចំណុចអាក្រក់របស់ខ្ញុំធ្វើឲ្យខ្ញុំមិនសូវចាប់បានទើបខ្ញុំរៀនភាសាអន្តរជាតិអត់ចេះដោយសារខ្ញុំមិនចូលចិត្តសរសេរអញ្ចឹងបានសរសេរបានចាំហើយចំណុចល្អរបស់ខ្ញុំគឺតិចរបស់ខ្ញុំវៃពេលដែលខ្ញុំទៅកន្លែងណាអ្នកណានិយាយគឺខ្ញុំឆាប់ចាប់បានហើយចាប់បានខ្ញុំឆាប់កាត់យល់ន័យនឹងទៀតពីព្រោះអីខ្ញុំមានអារម្មណ៍ថាខ្ញុំប្រកែកខាងតិចអញ្ចឹងបើសិនជាឪពុកម្ដាយទាំងអស់មានកូនអង្កេតមើលកូនណាដែលគាត់ចូលចិត្តអានអញ្ចឹងផ្ដោតឲ្យគាត់ជំរុញឲ្យគាត់ខាងអានហើយកុំភ្លេចរំលឹកគាត់ឲ្យគាត់សរសេរផងហើយបើសិនជាកូនពូកែស្ដាប់ត្រូវប្រឹងរកវិធីណាដើម្បីឲ្យកូននឹងបានឮសំឡេងដល់តិចកូនអ្វីដែលចង់បង្រៀនកូនចំណុចមួយនេះខ្ញុំដើរដល់វិស័យមួយនេះនៅក្នុងបច្ចុប្បន្ននេះក៏ដោយសារខ្ញុំពូកែចាប់សម្លេងទាំងអស់ដែលឆ្លងកាត់តិចរបស់ខ្ញុំដូចគ្នាអញ្ចឹងរាល់ព័ត៌មានទាំងអស់ពេលដែលគេនិយាយពេលដែលសម្លេងមកដល់តិចខ្ញុំចាប់បានហើយខ្ញុំឆ្ងល់ខ្ញុំស្រាវជ្រាវអញ្ចឹងខ្ញុំឆ្ងល់ខ្ញុំស្រាវជ្រាវគឺខ្ញុំទៅរកយកមកអានវិជាពីការសរសេរតបានឃើញទេអញ្ចឹងជាវីដេអូមួយដែលខ្ញុំចែករំលែកទៅដល់កូនក្មួយដែលជាឪពុកជាម្ដាយរបស់កូនតូចចូលអង្កេតមើលថា3ចំណុចរបស់3ចំណុចទាំងអស់ហ្នឹងណាកូនក្មេងតូចចៅតូចហ្នឹងគាត់នៅក្នុងចំណុចមួយណាអញ្ចឹងក្រើនរំលឹកកុំឲ្យខុសដូចខ្ញុំបើសិនគាត់បកកាយអានគាត់បកកាយស្ដាប់ប្រកាសជាខ្សោយសរសេរអញ្ចឹងគួរជំរុញការសរសេរគាត់ហើយបើគាត់បកកាយសរសេរគាត់ប្រកាសជាខ្សោយស្ដាប់ហើយនឹងខ្សោយអានហើយអញ្ចឹងជំរុញឲ្យគាត់ទៀតនេះគឺជាចំណងល្អរបស់មីង